ប្រមុខរដ្ឋសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំគឺបានសម្រេចចិត្តដំឡើងពន្ធនាំចូលរបស់ប្រទេសចិនរហូតដល់245%គឺជាចំនួនដែលច្រើនសន្ធប់សន្ធាប់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៅក្នុងសេតវិមានសហរដ្ឋអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ថាពន្ធនាំចូលរបស់ប្រទេសចិនគឺកើនរហូតដល់245%នេះគឺជាការឆ្លើយតបជាមួយនឹងប្រទេសចិនក្នុងការសងសឹកជាមួយនឹងសហរដ្ឋអាមេរិកគូបញ្ជាក់ផងដែរថាពន្ធថ្មីគឺចូលជាធរមានតាំងពី2សប្តាហ៍មុនប៉ុន្តែលោកដូណាល់ត្រាំគឺសម្រេចចិត្តបដូរចិត្តវិញដោយប្រទេសទាំងអស់ហ្នឹងគឺគាត់ឲ្យពន្ធនៅសល់តែ 10% វិញប៉ុន្តែគឺទុករយៈពេលចរចាជាមួយសហរដ្ឋអាមេរិកគឺរយៈពេល90ថ្ងៃដើម្បីទៅចរចាជាមួយគាត់តែចម្លែកតែប្រទេសចិនមួយគត់ដែលសហរដ្ឋអាមេរិកគឺគាត់បានដំឡើងពន្ធរហូតតែម្ដងចាដោយសារលើកទី1គឺសហរដ្ឋអាមេរិកបានដំឡើងពន្ធជាមួយនឹងប្រទេសចិនរហូតដល់ 125%ហើយលើកទី2សហរដ្ឋអាមេរិកបានដំឡើងពន្ធរបស់ប្រទេសចិនគឺរហូតដល់ 145% ហើយឥឡូវនេះគឺលើកទី3ហើយលើកទី3សហរដ្ឋអាមេរិកគឺបានដំឡើងពន្ធប្រទេសចិនរហូតដល់ 245% គឺច្រើនខ្លាំងមែនទែនហើយចំណែកជាមួយនឹងប្រទេសចិនវិញគឺដំឡើងពន្ធរបស់សហរដ្ឋអាមេរិកត្រឹមតែ 125% តែប៉ុណ្ណោះអញ្ចឹងមិនដឹងថាតើសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកនិងចិនហ្នឹងទៅជាយ៉ាងណាទៀតទេតើមានការចរចាឬក៏នៅតែបន្តឡើងពន្ធទៅវិញទៅមកយ៉ាងណាអញ្ចឹងមានតែបងប្អូនរងចាំទស្សនាជាមួយខ្ញុំជាមួយនឹងវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលាបាយបាយ